ទម្លាប់បរិភោគអាហារប្រចាំថ្ងៃរបស់អ្នកគឺជាកត្តាកំណត់នៃសុខភាពរបស់អ្នកគឺជាអ្នកជ្រើសរើសដោយខ្លួនឯង អ្នកអាចផ្លាស់ប្ដូរទម្លាប់នៃការបរិភោគអាហាររបស់អ្នកនិងគ្រួសារអ្នកបានអ្នកគ្រាន់តែបដិញ្ញាចិត្តអនុវត្តឲ្យបាននៅហូបអំបិលតិចជាង1ស្លាបព្រាកាហ្វេ 5 ក្រាមក្នុងម្នាក់ក្នុងមួយថ្ងៃហូបស្ករតិចហូបខ្លាញ់ឬប្រេងឆាតិចវាមិនពិបាកទេអ្នកកាត់បន្ថយបន្តិចម្ដងនៅក្នុងអាហាររបស់អ្នកនិងកាត់បន្ថយស្ករនៅក្នុងភេសជ្ជៈអ្នកឲ្យបានតិចវាងាយស្រួលធ្វើអ្នកមិនចំណាយពេលវេលាឬប្រាក់កាសបន្ថែមឡើយសូមធ្វើទាំងអស់គ្នាពីថ្ងៃនេះបន្តិចម្ដងធ្វើជាប្រចាំតិចអំបិល តិចខ្លាញ់ តិចស្ករសុខភាពបេះដូងល្អអាយុយឺនយូរ